បាទជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបភ្ជាប់កាមេរ៉ាដាហោប្រភេទ Solar 4G គឺយើងប្រើជាមួយនឹង app DMWS អញ្ចឹងយើងចូលទៅក្នុង app ទាំងអស់គ្នាហើយសម្រាប់ពុកម៉ែបងប្អូនដែលអត់មាន account គឺអាចបង្កើត account សិនបានតែខ្ញុំមាន account ហើយស្រាប់ហើយអញ្ចឹងយើងចូលមក account យើងអត់មានកាមេរ៉ាអីគឺវាចេញបែបនេះអញ្ចឹងយើងចុចពី add device មកហើយសម្រាប់កាមេរ៉ាយើងគឺយើង connect solar connect SIM ដាក់ SIM ដាក់អីចូលឲ្យអស់មកហើយយើងចុចពី add device អូខេចុច add device នេះមកហើយយើងទៅ scan QR code នៅលើកាមេរ៉ាអូខេយើងចុច scan QR មកពេលដែលយើងចុច scan QR យើងចុចតាម step ណាអូខេយើង connect តាម SIM អញ្ចឹងយើង select ខាងលើគឺយើងមិនមែន connect តាមខ្សែ network ទេគឺយើង connect តាម SIM ព្រោះប្រភេទកាមេរ៉ានេះវាមានខ្សែ network អាច connect បានដែរប៉ុន្តែដោយសារយើងដាក់ SIM អញ្ចឹងគឺយើង connect តាម SIM អញ្ចឹងយើងចុច SIM ខាងលើនេះមកហើយយើងចុច next អូខេចុច next ហើយគឺយើងចុច next បន្តទៀតពេលយើង scan QR code នេះហើយគឺវាចាប់ដើម add ហើយអូខេគឺយើង add បានជោគជ័យយើងចុច next បន្តកន្លែងនេះគឺយើងហៅ time zone នេះមក time zone គឺយើងយកបូក7បានម៉ោងត្រូវជាមួយខ្មែរយើងបូកនេះបាងកកហាណូយចាកាតាបូក7នេះគឺយើងចុចមកចុច save អូខេអញ្ចឹងគឺយើងចុច get start មកអញ្ចឹងកន្លែងនេះយើងយក 2K មកអញ្ចឹងកាមេរ៉ាយើងគឺយើងភ្ជាប់បានជោគជ័យហើយអញ្ចឹងសម្រាប់ការភ្ជាប់កាមេរ៉ា Solar 4G brand របស់ Daho គឺមានតែប៉ុណ្្នឹងទេអរគុណ